នេះគឺជារបៀបវាយម៉ាស៊ីន trimming 1350តោនអញ្ចឹងយើងមើលបដូលវាស្រួចអញ្ចឹងយើងត្រូវវាយគ្រាប់ផ្ងាឡើងលើឲ្យមាត់វានឹងផ្ងាឡើងលើអញ្ចឹងពេលដែលគ្រាប់មកតែងតែជាច្រើនគឺគ្រាប់ផ្កាប់អញ្ចឹងយើងចាប់វាផ្ងាអញ្ចឹងមកផ្ងាហើយយើងលើកដាក់ឲ្យចូលពុំអញ្ចឹងមកបន្ទាប់មកយើងជន់វាទៅនៅពេលដែលយើងជន់ហ្នឹងគឺយើងជន់3ដងគ្រប់3ដងរុញម្ដង3ដងរុញម្ដងហ្នឹងដាច់ខាតយើងត្រូវចំណាំវាហ្នឹង3ដងរុញម្ដងរហូតហើយម៉ាស៊ីនហ្នឹងគឺវាអត់ប៉ះទៅអូតូទេគឺវាអូតូនៅពេលដែលវាអុកហើយឡើងទៅលើវិញបានយើងដកជើងបានអញ្ចឹងមានន័យថាពេលដែលយើងលើកគ្រាប់ដាក់ចូលអញ្ចឹងមកបន្ទាប់មកយើងជន់យើងមើលជើងវាជន់ហ្នឹងជន់ជាប់រហូតដល់អុកសូផឹងហើយម៉ាស៊ីនហ្នឹងវាឡើងទៅលើអញ្ចឹងឡើងទៅលើហ្នឹងយើងដកជើងចេញបានណាអញ្ចឹងយើងធ្វើអញ្ចឹងរហូតជាប្រចាំហើយកតិចពេលបេះចេញគឺយើងអត់ចាំបាច់ត្រូវការអីប្រឹងកម្លាំងខ្លាំងទេយើងគ្រាន់តែចាប់វាអញ្ចឹងមកយើងសកត់វាចុះក្រោមមកហើយកាច់ទៅវិញទៅគឺវាធ្លាក់កតិចនឹងរបូតពីផ្លែកាត់ហ្នឹងគឺវាស្រួលអញ្ចឹងអត់ពិបាកទេប៉ុន្តែយើងអ្វីដែលយើងត្រូវចំណាំចំណិចហ្នឹងគឺ3ដងយើងត្រូវរុញម្ដងពីព្រោះគ្រាប់វាតែកាលណាយើងទុកដល់4ដង4អីវាស្ទះវាកគ្នាទៅវាច្រើនវាស្ទះវាតឹងយើងរុញទៅអត់ទៅទេចឹងអាហ្នឹងយើងត្រូវចំណាំវា